ភាគ2តពីភាគទី1តពីភាគមុនយើងបានឃើញថាឪពុករបស់ជូណាថានបានយកប៉ូលីសដើម្បីមកចាប់ឌីអូតែមុនពេលនឹងបានចាប់ឌីអូនោះឌីអូក៏បានដកស្រង់មុខជាមួយនឹងកាំបិតដើម្បីចាក់ជូណាថានដើម្បីយកឈាមរបស់ជូណាថានលាបលើស្រោមមុខនៅពេលដែលឌីអូស្ទុះទៅរកជូណាថានក៏ស្រាប់តែឪពុករបស់ជូណាថានក៏បានស្ទុះមករងកាំបិតនោះជំនួសជូណាថានរីឯឌីអូវិញគេក៏បានយកឈាមដែលប្រឡាក់ជាមួយនឹងដៃរបស់គេនោះយកទៅបៀកជាមួយនឹងស្រោមមុខនោះក៏បានផ្លាស់ប្ដូរឌីអូទៅជាបិសាចជញ្ជក់ឈាមភ្លាមមុននឹងឪពុករបស់ជូណាថានស្លាប់គេក៏បានសុំទោសជូណាថានហើយក៏បានបន្តទៀតថាគាត់ត្រូវធ្វើបែបនេះដើម្បីអនាគតរបស់ជូណាថានហើយវាក៏ជារបៀបដែលគ្រួសារចូលមើលថែកូនផងដែរ Speedwagon ឃើញដូច្នេះគេក៏បានយំហើយក៏បាននិយាយថាគេគិតថាអ្នកមានមិនមែនជាមនុស្សល្អឡើយតតែពេលនេះទើបគេយល់ថាគ្រួសារចូលគឺខុសពីគ្រួសារអ្នកមានផ្សេងហើយយើងក៏បានដឹងទៀតថាតាមការពិតទៅឪពុករបស់ជូណាថានបានដឹងរឿងគ្រប់យ៉ាងនៅពេលដែលឪពុករបស់ឌីអូបានយកចិញ្ចៀនរបស់គេយកទៅលក់ប៉ុន្តែផ្ទុយទៅវិញឪពុករបស់ជូណាថានបានលើកលែងទោសឲ្យព្រមទាំងលួសឪពុករបស់ឌីអូចេញពីគុកទៀតផងអ្វីដែលឪពុករបស់ជូណាថានចង់បានពីឪពុករបស់ឌីអូគឺចង់ឲ្យគេមើលថែគ្រួសាររបស់គេហើយនៅពេលដែលឌីអូបានមកដល់ផ្ទះរបស់ជូណាថានឪពុករបស់ជូណាថាននៅតែមើលថែគេដូចជាកូនប្រុសរបស់ខ្លួនដោយសារតែភាពចិត្តល្អរបស់គេប៉ុន្តែនៅទីបញ្ចប់គេក៏ត្រូវបានស្លាប់នៅពេលដែលជីវិតរបស់ឪពុកជូណាថានបានបញ្ចប់ជីវិតរបស់ឌីអូក៏បានចាប់ផ្ដើមជាបិសាចជញ្ជក់ឈាមហើយក៏បានសម្លាប់ប៉ូលីស2នាក់និងធ្វើឲ្យពួកគេក្លាយទៅជាបិសាចជញ្ជក់ឈាមនៅពេលនោះប៉ូលីសម្នាក់ដែលបានក្លាយទៅជាបិសាចជញ្ជក់ឈាមក៏បានស្ទុះទៅរក Speedwagon ក្នុងគោលបំណងជញ្ជក់ឈាមគេប៉ុន្តែពេលនោះជូណាថានក៏បានជួយសង្គ្រោះ Speedwagon ទាន់ពេលវេលាដោយកាត់ក្បាលប៉ូលីសម្នាក់នោះចេញហើយបិសាចជញ្ជក់ឈាមមួយនោះក៏បានស្លាប់បាត់ទៅហើយជូណាថានក៏បានសម្រេចចិត្តថានឹងសម្លាប់ឌីអូចោលដោយរបៀបរបស់ខ្លួនដោយគេបានដុតផ្ទះរបស់គេជាមួយនឹងឌីអូហើយជូណាថានក៏បានច្រាន Speedwagon ឲ្យចេញពីផ្ទះដើម្បីសុវត្ថិភាពរបស់ Speedwagon នៅក្នុងភ្លើងនោះយើងបានឃើញថាឌីអូមិនមានបញ្ហាអ្វីបីតែបន្តិចហើយជូណាថានក៏បានច្រានឌីអូឲ្យជុំជាមួយនឹងអ្វីដែលស្រួចនៅផ្ទះរបស់គេដោយសង្ឃឹមថាឌីអូនឹងស្លាប់នៅទីនោះដោយភ្លើងឆេះជាមួយនឹងជុំបន្លាស្រួចនោះហើយជូណាថានក៏បានគេចពីផ្ទះនោះដោយសុវត្ថិភាពធ្វើឲ្យ Speedwagon ត្រេកអរកន្លែងមកឌីអូវិញគេមិនទាន់បានស្លាប់នៅឡើយទេហើយគេក៏បានស្រូបយកឈាមបរោះដែលបំរុងនឹងចាប់ស្រោមមុខនោះកន្លែងមកមើលជូណាថានវិញគេត្រូវបានមើលថែដោយរីណាតែជូណាថានបានបាត់បង់គ្រប់យ៉ាងផ្ទះព្រមទាំងទ្រព្យសម្បត្តិរបស់ខ្លួនប៉ុន្តែយ៉ាងហោចណាស់ជូណាថានបានរួចរស់ជីវិតកន្លែងមកមើលឌីអូវិញយើងបានឃើញថាគេនៅមានជីវិតនៅឡើយហើយគេក៏បានបង្កើតនៅកូនចៅរបស់គេដែលកូនចៅរបស់គេនៅក្នុងនោះក៏មាន Jack the Ripper ផងដែរគេបានផ្លាស់ប្ដូរ Jack the Ripper ទៅជាខ្មោចជញ្ជក់ឈាមដោយឲ្យ Jack the Ripper ដើររកមនុស្សស្រីដើម្បីយកឲ្យគេមកបឺតឈាមព្រមទាំងឲ្យធ្វើការងារអាត្មានិយមរបស់គេមួយចំនួនផងដែរក្រឡេកមកមើលជូណាថានវិញគេក៏បានចំណាយពេលវេលារបស់គេជាមួយនឹងអេរីណាដែលជាមនុស្សដែលគេស្រឡាញ់ក្នុងពេលនោះជូណាថានក៏បានជួយជាមួយនឹងបរិសុទ្ធម្នាក់ដែលមានឈ្មោះថា Sapelli គេគឺជាបរិសុទ្ធដែលអាចកំបាំងខ្លាំងមែនតើគ្រាន់តែអាប៉ែនឹងរៀងកធៈប៉ុន្តែនៅពេលដែលអាប៉ែនឹងបង្ហាញនៅសមត្ថភាពរបស់ខ្លួនដែលជាហូម៉ូននោះវាយទៅលើជូណាថានដែលធ្វើឲ្យជូណាថានជាពីរបួសភ្លាមហើយហូម៉ូនហ្នឹងគឺប្រៀបដូចជាវេទមន្តអញ្ចឹងដែលវាមានន័យព្យាបាលមនុស្សព្រមទាំងសម្រាប់បិសាចជញ្ជក់ឈាមផងដែរ Sapelli បានប្រាប់ជូណាថានថាជូណាថានមានវាសនាដែលត្រូវចេះហូម៉ូនមួយនេះហើយ Sapelli នឹងបង្រៀនពីរបៀបប្រើហូម៉ូនទៅជូណាថានក៏បានទទួលយក Sapelli ធ្វើជាគ្រូប៉ុន្មានម៉ោងក្រោយមកជូណាថានក៏បានរៀនប្រើពីហូម៉ូននោះនិងរបៀបបង្កើតហូម៉ូនអំឡុងពេលនោះ Sapelli ក៏បាននិយាយពីប្រវត្តិស្រោមមុខនោះកាលពី Sapelli នៅក្មេងគេបានធ្វើដំណើរទៅមិចស៊ីកូហើយក៏បានរកឃើញស្រោមមុខនៅប្រាសាទមិចស៊ីកូមួយនោះជាមួយនឹងប៉ាពុទ្ធរបស់ Sapelli ប៉ុន្តែពួកគេក៏បានប្រើប្រាស់ស្រោមមុខមួយនោះហើយក៏បានខ្លាយខ្លួនទៅជាខ្មោចជញ្ជក់ឈាមបូករួមទាំងជាមួយនឹងឪពុករបស់ Sapelli ផងដែរប៉ុន្តែឪពុករបស់ Sapelli ក៏ត្រូវបានស្លាប់ដោយសារតែពន្លឺថ្ងៃហើយមានតែ Sapelli តែប៉ុណ្ណោះដែលនៅរស់បន្ទាប់ពីជូណាថានបានចេះនៅហូម៉ូនមួយចំនួនជូណាថានក៏បានស្វែងរកឌីអូដោយដឹងថានៅភូមិនៅក្បែរ London មួយគឺមានមនុស្សបាត់ខ្លួនយ៉ាងចម្លែកអំឡុងពេលធ្វើដំណើរទៅកាន់ភូមិមួយនោះជូណាថានក៏បាននឹកឃើញដល់
មនុស្សជាទីស្រឡាញ់របស់គេហើយគេក៏បានសន្យាថាគេនឹងត្រឡប់ទៅវិញដោយមានជីវិតអំឡុងពេលដែលពួកគេធ្វើដំណើរទៅដល់កន្លែងមួយពួកគេក៏បានជួបជាមួយនឹង Jack the Ripper ដែលទៅជាបិសាចជញ្ជក់ឈាមហើយគេកំពុងតែសម្លាប់បុរសម្នាក់នៅពេលនោះ Zeppeli ក៏បានឲ្យ Jonathan សម្លាប់ Jack the Ripper ដែលជាមេរៀនដំបូងរបស់ Jonathan ដែលគេត្រូវកាន់ស្រាវ៉ាញជាមួយនឹងគេផងដែរ Jonathan មើលទៅហាក់ដូចជាចាញ់ព្រាប Jack the Ripper ពីដំបូងប៉ុន្តែទីបំផុតគេក៏បានសម្លាប់ Jack the Ripper នោះបានសម្រេចហើយនៅក្នុងភូមិនោះមើលទៅហាក់ដូចជាមានសុវត្ថិភាពមួយរយៈអំឡុងពេលដែលពួកគេធ្វើដំណើរនៅក្នុងភូមិនោះគេក៏បានជួបជាមួយនឹងក្មេងប្រុសម្នាក់ក្មេងនោះបានលួចយកអីវ៉ាន់របស់ Speedwagon ជាមួយនឹងមួករបស់ Speedwagon ហើយក្មេងនោះក៏បានរត់គេចអំពីពួកគេដែលឡើងទៅភ្នំមួយពួកគេក៏បានតាមក្មេងនោះហើយក៏បានតាមក្មេងនោះទាន់ប៉ុន្តែនៅទីនោះគឺគ្រាន់តែជាអន្ទាក់របស់ Dio តែប៉ុណ្ណោះ Dio ក៏បានចេញមុខនៅទីនោះពួកគេក៏បានវាយគ្នាជាមួយនឹង Dio មួយរំពេចនោះនៅពេលនោះ Dio ក៏បានប៉ះគ្នាជាមួយនឹង Zeppeli ប៉ុន្តែ Dio គឺជាបិសាចជញ្ជក់ឈាមដែលមានសមត្ថភាពពេលនោះគេក៏បានបង្កក់ដៃរបស់ Zeppeli ដែលធ្វើឲ្យ Zeppeli មិនអាចប្រើ Hamon នោះបាន Jonathan ឃើញដូច្នេះក៏បានលោតទៅជួយ Zeppeli អំឡុងពេលនោះយើងក៏បានស្គាល់នៅកូនចៅរបស់ Dio 2នាក់ទៀតផងដែរហើយកូនចៅរបស់ Dio អា2នាក់ហ្នឹងឈ្មោះវាដូចជាអត់សំខាន់ទេចឹងតែទាំងអស់គ្នាបាច់ស្គាល់ក៏បានដែរសូមនិយាយពីសាច់រឿងអា2នាក់ហ្នឹងទីចាស់អា2នាក់ហ្នឹងគឺជាកូនចៅរបស់ព្រះនាងនៅ Scott ហើយព្រះនាងហ្នឹងត្រូវបានចាប់ខ្លួនដោយ cousin របស់ព្រះនាងហ្នឹងដែលជាបងប្អូនចដូនមួយហ្នឹងហើយកូនចៅ2នាក់ហ្នឹងគឺត្រូវជាកូនចៅដែលស្មោះត្រង់នឹងព្រះនាងហ្នឹងខ្លាំងមែនតើហើយបងប្អូនចដូនមួយរបស់ព្រះនាងហ្នឹងថាបើសិនជា2នាក់ហ្នឹងចង់ឲ្យព្រះនាងហ្នឹងរួចរស់មានជីវិតគឺពួកគេត្រូវស្លាប់ប៉ុន្តែនៅពេលម្លងពេលមុននឹងកាត់ក្បាលនោះពួកគេក៏បានឃើញថាព្រះនាងរបស់គេហ្នឹងគឺត្រូវបានស្លាប់បាត់ទៅហើយពួកគេត្រូវបានស្លាប់ដោយភាពអយុត្តិធម៌និងភាពមិនអស់ចិត្តប៉ុន្តែ Dio បានប្រកល់ជីវិតឲ្យពួកគេសាជាថ្មីដែលជាខ្មោចក្នុងពេលនោះម្នាក់នៅក្នុងចំណោម2នាក់នោះក៏បានវាយប្រហារទៅលើ Jonathan ដោយប្រើដាវជាមួយនឹងសក់របស់គេពេលនោះគេក៏បានទម្លាក់ Jonathan ទៅក្នុងទឹកដោយដឹងថាការប្រើហូម៉ូននោះគឺត្រូវប្រើអុកស៊ីសែនដើម្បីបញ្ចេញហូម៉ូននោះបាន Jonathan ជាមនុស្សឆ្លាតគេបានប្រើអុកស៊ីសែននៅក្រោមថ្មនោះដើម្បីបង្កើតទៅជាហូម៉ូននិងវាយទៅលើកូនចៅរបស់ Dio ម្នាក់នោះឲ្យខ្ទាតពួកគេបន្តវាយគ្នាប៉ុន្តែមើលទៅ Jonathan ហាក់ដូចជាចាញ់ព្រាបដោយកូនចៅរបស់ Dio ម្នាក់នោះមានសក់ដែលអាចចាប់ចង Jonathan បាន Jonathan ក៏បានត្រូវបានចងដោយកូនចៅរបស់ Dio ម្នាក់នោះ Speedwagon ឃើញដូច្នេះគេក៏បានចង់ទៅជួបប៉ុន្តែគេត្រូវប្រយុទ្ធជាមួយនឹងកូនចៅរបស់ Dio ម្នាក់ទៀតក៏លេចមកមើល Jonathan វិញគេត្រូវបានបឺតឈាមដោយសក់របស់កូនចៅរបស់ Dio នោះពេលនោះគេក៏បានលោទៅបំរុងនឹងកាប់ Jonathan ប៉ុន្តែ Jonathan ក៏បានរួចខ្លួនចេញពីសក់នោះហើយក៏បានទាត់ទៅលើកូនចៅរបស់ Dio ជាមួយនឹង Hormone នៅពេលនោះ Hormone នោះបានធ្វើឲ្យកូនចៅរបស់ Dio រលួយដៃមួយចំហៀងបន្ទាប់មក Jonathan ក៏បានរួចខ្លួនពីសក់នោះហើយក៏បានវាយទៅលើកូនចៅរបស់ Dio នោះហើយកូនចៅរបស់ Dio ក៏បាននិយាយថាការឈឺឆាប់នេះប្រៀបមិនដូចនឹងការឈឺឆាប់មុនពេលដែលគេស្លាប់ឡើយដែលធ្វើឲ្យ Jonathan ផ្លឹកជាមួយនឹងពាក្យសម្ដីរបស់កូនចៅ Dio នោះក៏បានកាប់ត្រូវ Jonathan បន្តិចនៅពេលនោះគេក៏បានដឹងខ្លួនថាគេបានរួចផុតអំពីការសន្តំរបស់ Dio បាត់ទៅហើយដែល Hormone នោះបានរំលាយនៅការស្អប់និងការគុំគួនដែលគេមាននៅពេលដែលគេនៅរស់ដែលធ្វើឲ្យគេបញ្ឈប់នៅសកម្មភាពដែលចង់សម្លាប់ Jonathan នោះមុននឹង Hormone រំលាយរាងកាយរបស់គេគឺក៏បានឲ្យដាវរបស់គេទៅ Jonathan ក៏បានកែឈ្មោះដាវមួយនោះទៅជា Pluggy Jonathan អាណិតបរិសម្នាក់នោះយ៉ាងខ្លាំងប៉ុន្តែនៅក្នុងពេលនោះកូនចៅរបស់ Dio ម្នាក់ទៀតក៏បានបង្ហាញមុខមកនៅក្រោយ Jonathan អញ្ចឹងខ្ញុំសូមបញ្ចប់សាច់រឿងយើងត្រឹមហ្នឹងសិនហើយយើងនឹងបន្តភាគទៀតនៅ2ថ្ងៃក្រោយហើយអរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានហើយបើសិនជាមានបញ្ហាអ្វីអ្នកទាំងគ្នាអាច comment នៅខមនឹងបានហើយបើសិនជាចូលចិត្តវីដេអូហ្នឹងសូមកុំភ្លេចជួយចុច like subscribe ផងបាទហើយហ្នឹងគឺជាវីដេអូទី2របស់ខ្ញុំហើយខ្ញុំដឹងថាវានៅមានបញ្ហានិងកំហុសខុសឆ្គងច្រើនអញ្ចឹងសូមអ្នកទាំងអស់គ្នាខន្តីអភ័យទោសផងអញ្ចឹងអរគុណច្រើនខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយ